ដួងកែវកំណើតជាអ្វីទៅខ្លាចមែនតើដួងកែវកំណើតមានយូរហើយចាប៉ុន្តែមនុស្សអត់ដឹងថាអានឹងជាអីពីច្រើនក៏យល់ច្រឡំបែបខុសយល់បែបខុសអញ្ចឹងទៅក៏ធ្វើឲ្យមានការសប្តិសិពលច្រើនចាហើយម្យ៉ាងទៀតដោយសារពាក្យហ្នឹងខ្ញុំអត់សូវជាប្រើទេពួកខ្មែរយើងភាគច្រើនអត់សូវស្គាល់ចាជាក់ស្ដែងដួងកែវកំណើតគឺក្បួនរបស់ខ្មែរយើងចាចំនួនមុនក្បួនខ្មែរបុរាណអញ្ចឹងក្បួនខ្មែរបុរាណដោយសារការបំបត្តិម្ដងតិចគឺធ្វើឲ្យបាត់វិជាហ្នឹងតែក៏ពិតដល់ប្រសិនជាយើងយកវិជាដួងកែវកំណើតហើយនឹងវិជារបស់ចិនមកប្រៀបធៀបគ្នាគឺដូចគ្នាចាដូចគ្នាទេអញ្ចឹងបើប្រៀបធៀបរបស់ចិនគេហៅវិជាផ្ដុំមនុស្សរស់ឬមួយក៏សង្ជីឬមួយក៏សាយគីឬមួយក៏ចៅអង្គអាហ្នឹងគឺតែមួយទេគឺក្បួនតែមួយទេប៉ុន្តែរបៀបការរៀបចំវាមានច្រើនប្រភេទចាតែយើងរៀបបែបវិជាមួយណាអញ្ចឹងឧទាហរណ៍អ្នកខ្លះគេរៀបបែបសាហៈអ្នកខ្លះគេរៀបបែបសាន់យួនអញ្ចឹងទៅតែបើក្បួនសាន់យួនគឺក្បួនដូចវិជារបស់ខ្មែរយើងចាអញ្ចឹងហើយបានថាការពិតខ្មែរយើងគឺមានក្បួនដែលប្រកែប៉ុន្តែដោយសារតែបាត់ដងតិចចឹងគឺធ្វើឲ្យមិនពេញលេញតោះយើងស្រាវជ្រាវមើលដល់ពេលយើងស្រាវជ្រាវហើយយើងយកមកផ្គុំគ្នារវាងសាន់យួនហើយនឹងដួងកែវកំណើតហ្នឹងគឺមកផ្គុំគ្នាថាអូខេជាប្រភេទតែមួយ